ពេលវេលានេះ2026ឱកាសកម្ពុជាទេសចរនឹងចូលមកច្រើនចាប្រទេសយើងនឹងមានទេសចរចូលមកច្រើនអញ្ចឹងគេក៏មិនសប្បាយចិត្តប្រហែលដែរព្រោះដោយសារប្រទេសយើងចាប់ដើមមានទីស្គាល់ច្រើនចង់ជួយទីផ្សារធនធានមនុស្សដែលល្អៗនៅខ្មែរយើងឲ្យបានច្រើនហើយនឹងជួយពង្រីកជួយអភិវឌ្ឍធនធានមនុស្សខ្មែរយើងតែខ្ញុំឧទាហរណ៍ថាបើកូនយើងជំនាញអីយើងរុញកូនយើងទៅរៀនជំនាញហ្នឹងឲ្យមានជំនាញច្បាស់លាស់ចាហើយបើសិនជាយើងមានព័ត៌មានអីដែលជាអវិជ្ជមានដោយចេតនាឬអចេតនាឬនៃការខ្លែងបន្លំព័ត៌មានក៏កុំឲ្យព័ត៌មានហ្នឹងវាផ្សព្វផ្សាយចេញក្រៅបាទចាគេហៅជាងផ្ទះយើងគួរដឹងតែផ្ទះយើងបានគួរឲ្យផ្ទះគេដឹងចាតែរឿងខ្លះអ្វីដែលខ្ញុំបារម្ភនៅក្នុងឆ្នាំថ្មីនេះ2026នេះវានឹងអាចមានឈុតឆាកមួយដែលមានការលៀបពណ៌កម្ពុជាខ្លាំងអញ្ចឹងចំណុចហ្នឹងហើយយើងគួរតែបើសិនជាក្នុងរឿងហ្នឹងកម្ពុជាគួរតែបាត់ដឹងហើយគឺចាប់ដើមបំបត្តិព័ត៌មានហ្នឹងឲ្យលឿនព្រោះវាជាឈុតឆាកនៃការលៀបពណ៌កម្ពុជាហើយព្យាយាមលៀងនឹងប្រើព័ត៌មានពិតដើម្បីផ្សព្វផ្សាយដល់អន្តរជាតិវិញចាព្រោះអីធម្មតាទេពេលវេលានេះ2026ឱកាសកម្ពុជាទេសចរនឹងចូលមកច្រើនចាប្រទេសយើងនឹងមានទេសចរចូលមកច្រើនអញ្ចឹងគេក៏មិនសប្បាយចិត្តប្រហែលដែរព្រោះដោយសារប្រទេសយើងចាប់ដើមមានគេស្គាល់ច្រើនចាប់ដើមមានប្រជាប្រិយភាពច្រើនចាប់ដើមគេស្គាល់ថាកម្ពុជាមិនមែនមានតែអង្គរវត្តទេពីម៉ាឡេកម្ពុជាថប់សំដងជួនកាលមកពីយប់អង្គរវត្តតែឥឡូវគេថាពីយប់នៅអង្គរវត្តពីយប់នៅកោះឬជួនកាលមកសប្តាហ៍នៅកោះចាអ្នកខ្លះគាត់ទៅលេងអង្គរពីយប់ឬក៏3យប់ទេប៉ុន្តែនៅពេលដែលគាត់ទៅសម្រាប់នៅកោះអាចសម្រាប់ដល់10ថ្ងៃអញ្ចឹងបើសិនជាករណីនៅក្នុងឆ្នាំ2026នេះមានការលៀបពណ៌កម្ពុជាកើតឡើងច្រើនសប្បាយបងប្អូនប្រជាពលរដ្ឋខ្មែរយើងកុំបំប៉ោងចាកុំ share បំប៉ោងគឺបំបត្តិព័ត៌មានហើយលុបបំបត្តិព័ត៌មានបែបហ្នឹង